ជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញ YouTube ទាំងអស់គ្នាផងថ្ងៃនេះខ្ញុំបាទ3នាក់កូនក៏ជិះម៉ូតូទៅមើលស្រែទៀតហើយបងប្អូនដោយសារព្រោះប្រហែលថ្ងៃហើយទើបតែទៅមើលទេថ្ងៃនេះឃើញលោវាមានដុះជិះបញ្ចប់ចឹងណាបងប្អូនចឹងហើយក៏យកស្រូវទៅថែមបន្តិចបន្តួចចឹងណាហើយឥឡូវយើងកំពុងតែជិះតាមផ្លូវគឺតាមដងផ្លូវគឺវាមានធម្មជាតិស្រស់បំព្រងឥឡូវយើងបានមកដល់ស្រែបងប្អូនហើយក៏មើលនាយមើលអាយនាំអូនរចនាដែរលេងមកសន្ទុះនៅនឹងវាស្រែនឹងឥឡូវហើយបងប្អូនប៉ុន្តែដោយសារវាស្រែរបស់យើងវាធំមើលទៅសិតតែពណ៌បៃតងស្រស់ណាបងប្អូនអញ្ចឹងហើយធ្វើឲ្យអារម្មណ៍យើងនឹងក៏វាស្រស់ស្រាយជាមួយនឹងខ្យល់អាកាសល្អបរិសុទ្ធទៀតខ្យល់មូលលហិធ្វើឲ្យយើងមានអារម្មណ៍ល្អហើយនេះគឺស្រែរបស់ខ្ញុំបងប្អូនគឺវាដុះហើយដុះល្អទៀតផងណាបងប្អូនប៉ុន្តែដោយសារដីវាសើមក៏ដុះលាយឡំជាមួយនឹងស្មៅប៉ុន្តែអត់អីទេបងប្អូនបើសិនជាវាធ្លាក់ភ្លៀងមកគឺយើងយករនាស់មករស់ស្មៅហើយយើងបាច់ជីថែមទៅគឺស្រូវយើងនឹងគឺវាលូតឡើងមុនស្មៅបងប្អូនគឺវាអត់បញ្ហាទេប៉ុណ្ណាហើយហ្នឹងគឺយើងរៀបចំទៅផ្ទះវិញបងប្អូនគឺយើងមកយូរហើយណាមួយអត់បានថតឲ្យបងប្អូនមើលពីសកម្មភាពរបស់យើងព្រោះដោយសារយើងឡៃរវល់ដែរណាបងប្អូនអញ្ចឹងទៅក៏អត់បានថតទេថតបានតែបន្តិចបន្តួចអញ្ចឹងណាបងប្អូនអញ្ចឹងហើយបង្ហាញពីសកម្មភាពយើងមកស្រែអញ្ចឹងទៅថតនេះថតនោះដើម្បីឲ្យបងប្អូនបានទស្សនាផងដោយសារមើលវាស្រែទៅគឺវាមានពណ៌បៃតងខ្ចីមើលទៅស្អាតមួយបែបដែរណាបងប្អូនមើលទៅគួរឲ្យគយគន់មែនតើណាឥឡូវយើងក៏ដល់ពេលត្រឡប់ទៅផ្ទះវិញដែរបងប្អូនឥឡូវក៏ពួរអូនរចនានិងអាបងគឺទៅផ្ទះវិញដោយសារយើងមករៀងយូរទៅហើយហ្នឹងយើងមកពេលល្ងាចយើងមកតែមួយសន្ទុះទេឥឡូវយើងបបួលគ្នាត្រឡប់ទៅផ្ទះវិញហើយឥឡូវយើងកំពុងតែដើរទៅផ្ទះហ្នឹងប៉ុន្តែទៅផ្ទះហ្នឹងគឺកូនបងគេទៅបេះអាដើមផ្លែដង្កៀបក្តាមនោះបានឡើងកន្លះពេត្រូដែរណាបងប្អូនអញ្ចឹងហើយយកទៅដាក់ក្នុងពេត្រូនេះចិត្តម៉ូតូឯនោះហើយខ្ញុំដើរពីហ្នឹងទៅដល់ចិត្តម៉ូតូបានឃើញអញ្ចឹងទៅហើយក៏អត់បានថតឲ្យបងប្អូនមើលទេតែដើមដង្កៀបក្តាមនេះគឺផ្លែច្រើនមែនទែននៅជាប់នឹងស្រែខ្ញុំនឹងតែម្ដងប៉ុន្តែរាល់ឆ្នាំគឺផ្លែមែនទែនណាផ្លែឡើងទុនមេឃតែម្ដងពិតតែឃើញផ្លែចកោមទុយប៉ុន្តែដល់ពេលវាប្រមូលភ្នំគ្នាច្រើនទៅគឺមើលទៅផ្លែឡើងពូជផ្កាអញ្ចឹងបងប្អូនផ្លែច្រើនមែនទែនឥឡូវយើងក៏មកដល់ម៉ូតូហើយក៏យើងនាំគ្នាជិះត្រឡប់មកវិញអញ្ចឹងណាហើយឥឡូវគឺនាំពីអ្នកអូនរចនានៅផ្អៀងផ្អងនៅមុខកាមេរ៉ាហ្នឹងសិនដោយសារមកដល់ម៉ូតូហើយគឺអត់ទាន់ឡើងម៉ូតូភ្លាមទេនៅអាយអងនៅនឹងឯងបងប្អូនឥឡូវយើងគឺមកដល់តាមផ្លូវហើយគឺកាត់កន្លែងផ្លូវខ្លះដោយសារយើងជិះក៏វាឆ្ងាយដែរបងប្អូនពេលណាមួយកាន់កាមេរ៉ាផងជិះផងខ្លាចវាមានបញ្ហាអញ្ចឹងណាដោយសារផ្លូវក៏វាឆ្ងាយការកាន់កាមេរ៉ាយើងចុកដៃដែរអញ្ចឹងហើយកាត់យកខ្លីៗសម្រាប់ឲ្យបងប្អូនទស្សនាប៉ុន្តែតាមដងផ្លូវនេះគឺវាស្រួលជិះម៉ូតូដែរទេវាអត់ពិបាកទេវាមានកលុកបន្តិចបន្តួចតែអត់បញ្ហាទេឥឡូវយើងឆ្លងពីផ្លូវមួយរហូតដល់ផ្លូវមួយឥឡូវចូលដល់ផ្លូវកស៊ូប៉ុន្តែផ្លូវកស៊ូនេះជិះពីស្រែខ្ញុំទៅនឹងប្រហែលជាចូល2គីឡូ3គីឡូដែរបងប្អូនបានមកដល់ផ្ទះឥឡូវយើងបានមកដល់ផ្ទះហើយបងប្អូនហើយក៏ជិះចូលផ្ទះតែម្ដងហើយក៏ជិះមកដល់ផ្ទះហ្នឹងក៏ស្រាប់តែមកដល់ហ្នឹងមកដល់ម៉ោងបាយល្មមគឺគេធ្វើម្ហូបឆ្អិនស្រេចហើយបងប្អូនហើយឥឡូវហ្នឹងមកដល់ឃើញកំពុងតែចៅញាត់កៅញាត់គឺម្ហូបដែលគេភ្លក់បងប្អូនហើយគេដាំស្លោះឆ្អិនហើយចាំតែយើងមកដល់គឺហូបតែម្ដងជាមួយនឹងកូន